បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសមេធីមដែលចូលចិត្តបបកត្រីទាំងអស់គ្នាហើយជាទម្លាប់របស់ខ្ញុំពេលដែលខ្ញុំទៅស្ទូចត្រីម្ដងគឺខ្ញុំតែងតែបាគ្រោះបន្តិចដើម្បីទៅដាក់ចូលក្នុងកប៉ាល់ហើយនេះជាទម្លាប់របស់ខ្ញុំបងប្អូនទាំងអស់គ្នាតាមរយៈវីដេអូនេះដែរគឺខ្ញុំមកធ្វើរឿង3យ៉ាងរឿងទី1គឺខ្ញុំមកតេស្តផ្លែថ្មីដែលខ្ញុំធ្វើផ្ទាល់ដៃខ្លួនឯងហើយជាផ្លែដែលខ្ញុំស្រឡាញ់ជាគេបំផុតគឺមានតែផ្លែមួយនឹងខ្ញុំធ្វើខ្លួនឯងហើយប្រឡងហ្នឹងគឺជាប្រឡងចាស់របស់ខ្ញុំទីមេដែលខ្ញុំធ្លាប់វីដេអូមុនដែលខ្ញុំផុសហើយតែដែលខ្ញុំវត្តត្រីអត់បានហើយធំហើយរឿងទី2ហ្នឹងគឺមិត្តភ័ក្ដិខ្ញុំហ្នឹងវាតែងតែថាខ្ញុំថាឲ្យទៅរួចហ្នឹងគឺត្រីធំរហូតអញ្ចឹងគេជឿហើយថាឲ្យទៅរួចនឹងត្រីធំហើយអញ្ចឹងរឿងទី2ចូលរឿងទី3រឿងទី3គឺមានមិត្តភ័ក្ដិនៅក្នុងក្រុមបបកត្រីជាមួយខ្ញុំហ្នឹងមេគាត់រីកមិនខ្ញុំថាឲ្យខ្ញុំហ្នឹងលេងម៉ាស៊ីនក្រុមវិញទៅព្រោះកាលណាទៅលេងម៉ាស៊ីនលើឃើញតែវីដេអូរួចត្រីរហូតដល់ពេលឥឡូវខ្ញុំធ្វើតាមចិត្តគាត់នេះជារឿងទី3អញ្ចឹងប្រឡងហ្នឹងគឺជាប្រឡងរបស់ខ្ញុំរួចមេទាំងអស់គ្នាហើយឥឡូវខ្ញុំមកតាមចង់ដឹងថាលទ្ធផលបានអត់ខ្ញុំមកតាមយកព្រោះត្រីហ្នឹងធំមែនមេធំមែនតើហ្មងត្រីហ្នឹងហើយមិត្តភ័ក្ដិខ្ញុំវាតែងតែថារហូតវាថាឲ្យតែត្រីធំគឺឲ្យទៅរួចគឺធំហ្នឹងហើយមេទាំងអស់គ្នាឥឡូវមកតាមដានមើលថាខ្ញុំនឹងតាមយកត្រីនឹងបានអត់មេអញ្ចឹងយើងមើលទាំងអស់គ្នាមេអរគុណច្រើនហើយកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងអរគុណច្រើនÔi mày mấy wow. 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 Này. Yeah. Chết. Mẹ phải ba. Lại thay mày nè, lại thay nè. Thấy nhé.